សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃអង្គារទី14ខែកក្កដាឆ្នាំ2026វេលាម៉ោង 10:20 នាទីព្រឹកក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ASEAN Observer Team Cambodia ដែលហៅកាត់ថា AOTKH ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន AOTKH HOM ពីសាធារណរដ្ឋហ្វីលីពីនចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពើអង្កាមហៅវត្តបាក់កម្មឃុំឈៀនមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារមានចំនួន295គ្រួសារសូមជម្រាបជូនថារហូតមកដល់ពេលនេះជនភៀសសឹកទាំងអស់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញបាននៅឡើយទេដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លលួសទូកុងតឺន័ររួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរការចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានគូបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមានចែងនៅក្នុងចំណុចទី3នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយមិនមានការរារាំងព្រមទាំងដោយសុវត្ថិភាពនិងកិត្តិយសកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែ UT Possibility Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអង្គារ15រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី14ខែកក្កដាឆ្នាំ2026